ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងដ៏ស្ងប់ស្ងាត់ដើម្បីទស្សនាពន្លឺព្រះអាទិត្យរៀបលេងជះពន្លឺមាសលើកំពែងបុរាណព្រមទាំងចង់ស្វែងយល់ពីអាថ៌កំបាំងនៃកំពែងថ្មដ៏ស្កឹមស្កៃនាសម័យអង្គរដែលជាគោលដៅមិនអាចរំលងបានឡើយគឺប្រាសាទជ្រុងទិសនិរតីនៃអង្គរធំប្រាសាទជ្រុងជាស្នាដៃវិចិត្រសិល្បៈលើកំពែងមហានគរសន្ធិដ្ឋនៅលើកែងកំពែងជួបគ្នារវាងទិសត្បូងនិងទិសខាងលិចនៃរាជធានីអង្គរធំដែលទំនងជាឧបករណ៍សម្គាល់ពេលវេលាដ៏តូចច្រឡឹងមួយដែលកសាងឡើងនៅចុងសតវត្សទី12ដោយស្នាមព្រះហស្ថដ៏ឧត្តុង្គឧត្តមនៃព្រះបាទជ័យវរ្ម័នទី7ជាសំណង់ស្ថាបត្យកម្មសាងសង់ឡើងពីថ្មភក់និងថ្មបាយក្រៀមបង្ហាញពីភាពរស់រវើកទោះបីមានទំហំតូចប៉ុន្តែគ្រប់ផ្នែកនៃសំណង់ប្រាសាទរំលេចទៅដោយចម្លាក់អាទិទេពនិងក្បាច់រចនាផ្កាភ្ញីយ៉ាងល្អប្រណិតនិងមានជីវិតប្រាសាទនេះជាកន្លែងតម្កល់ศิลาចារឹកដ៏សំខាន់ K288 ជាកំណត់ត្រាប្រវត្តិសាស្ត្រដែលបានពិពណ៌នាយ៉ាងពិស្ដារអំពីការស្ថាបនាមហាកំពែងកសិនទឹកព័ទ្ធជុំវិញនិងទ្វារចូលរាជធានីអង្គរធំនៅខាងក្រោមកំពែងត្រង់នេះមានរុនត្រដេវដែលច្រកទ្វារបង្ហូរទឹកប្រើប្រាស់ហើយចេញក្រៅក្រុងបើយើងដើរហួសពីប្រាសាទទៅទិសខាងកើតប្រមាណ200ម៉ែត្រតាមខ្នងកំពែងរួចចុះមកក្រោមនឹងបានជួបអច្ឆរិយភាពមួយទៀតគឺសំណង់ទ្វារបង្ហូរទឹកហៅសពថ្ងៃថារុនត្រដេវវាជារុនទ្វារទឹកមាន5សន្ធិដ្ឋនៅជាប់គ្នាដែលសង់ទម្លុះខាងក្រោមមហាកំពែងអង្គរធំសំណង់នេះមានមុខងារធារាសាស្ត្រប្រើប្រាស់ជាច្រកទឹកដែលប្រើរួចឬក៏ទឹកស្អុយនៅក្នុងក្រុងចេញមករក្សាទុកត្រង់បឹងធំមួយជាប់គ្នានេះទើបបានបង្ហូរចោលមកក្រៅក្រុងនៅភាគនិរតី